សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel តាមដានតើអ្នកជឿទេថាមានសន្តាគារមួយដែលបានបាត់បង់ពីផែនដីអស់រយៈពេល100ឆ្នាំអ្នកដែលចូលទៅគ្មាននរណាម្នាក់អាចត្រឡប់មកវិញដូចដើមឡើយអ្នកខ្លះបាត់ខ្លួនអ្នកខ្លះខ្លាយទៅជាផ្នែកមួយនៃសន្តាគារនោះជារៀងរហូតយប់នេះតាមដាននាំមកជូននៅសាច់រឿងរន្ធត់ពេញលេញមួយដែលមានចំណងជើងថាសន្តាគារ100ឆ្នាំ The 100 Years Old Hotel តែសាច់រឿងបានដាំចេញពីថ្ងៃមួយមានសមាជិក6នាក់ដែលបានចូលទៅក្នុងព្រៃដើម្បីថតវីដេអូសម្រាប់ Channel រកទីកន្លែងអាថ៌កំបាំងដែលក្នុងនោះមានតារា លីណា វិសាល មីនី ចាន់ណា និងរ៉ូណាដំណើរការចាប់ផ្ដើមដោយភាពរីករាយស្រាប់តែមួយរំពេចមកវិសាលក៏បាននិយាយលេងថាព្រៃនេះមើលទៅក្រាស់ណាស់ហើយបើសិនជារកផ្លូវមិនឃើញវិញប្រហែលជាស្លាប់នៅក្នុងព្រៃនេះហើយព្រោះប្រហែលជាមានខ្មោចច្រើនណាស់មើលទៅហើយវិសាលបានបន្តបើមានខ្មោចមែនណាមកថតជាមួយខ្ញុំផងគ្រប់គ្នាបែរជាសើចលេងឡើងសប្បាយមានតែតារាម្នាក់គត់ដែលមិនសើចប៉ុន្តែគាត់គ្រាន់តែនិយាយថាកន្លែងដែលយើងមិនស្គាល់គួរតែគោរពយើងមិនគួរនិយាយលេងផ្ដេសផ្ដាស់នោះទេគ្រប់គ្នាក៏ចាប់ផ្ដើមស្ងាត់ស្ងៀមនិងបន្តដំណើរទៅមុខទៀតលុះរហូតដល់ពេលរសៀលពួកគេចូលកាន់តែជ្រៅ GPS ឈប់ដំណើរការត្រីវិស័យបានវិលជុំវិញទូរស័ព្ទក៏គ្មានសេវាកាមេរ៉ាដែលថតឃើញស្រមោលមនុស្សចូលពីក្រៅលីណាប៉ុន្តែលីណាបែរមកវិញបែរជាមិនមានអ្វីនោះទេពួកគេក៏ចាប់ផ្ដើមមានចិត្តចម្លែកនិងរឿងចម្លែកក៏កាន់តែកើតឡើងជាបន្តបន្ទាប់ចន្ទណាបានដកកូនកាបិតចេញពីកាតាបដើម្បីគូសខ្វែងនៅលើសញ្ញាដើមឈើដើម្បីកំណត់សម្គាល់ថានេះគឺជាផ្លូវដែលពួកគេបានដើរឆ្លងកាត់ប៉ុន្តែពួកគេបានដើរត្រឡប់មករកដើមឈើនេះវិញដដែលពួកគេពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាដើមឈើនេះបានជាដើរចុះដើរឡើងនៅតែកន្លែងដដែលសញ្ញាខ្វែងដែលចន្ទណាបានគូសប្រែក្លាយទៅជាពណ៌ក្រហមដូចជាមានឈាមទើបតែប្រឡាក់ខ្យល់នៅក្នុងព្រៃឈប់បក់ភ្លាមសំឡេងក្មេងស្រីលឺពីចម្ងាយជួយខ្ញុំផងរ៉ូណារៀបដើរនឹងទៅមុខដើម្បីរកតាមសំឡេងនោះប៉ុន្តែត្រូវបានតារាខាត់កុំឲ្យទៅតាមសំឡេងដែលយើងមិនដឹងរឿងចម្លែកកាន់តែកើតឡើងជាហូរហែពួកគេក៏មានអារម្មណ៍ថាសង្ស័យមិនស្រួលកាត់ឡើងសំឡេងក្មេងស្រីនោះកាន់តែបន្តលឺទៅរហូតដល់ក្រុមគេទាំង6នាក់មិនអាចបន្តឈប់ស្ងៀមបានទេពួកគេព្យាយាមដើរតាមសំឡេងនោះជាមួយនឹងពន្លឺភ្លើងផ្លុងដែលផ្ដល់សញ្ញារត់ឲ្យពួកគេបន្តដំណើរទៅមុខទៀតនៅពេលដែលពួកគេដើរទៅមុខកាន់តែជ្រៅទៅស្រាប់តែឃើញមានអគារមួយដ៏ចាស់ដែលមានសរសេរផ្លាកថាសន្តាគារអរុណរះឆ្នាំ1926ពេលនោះពួកគេសែនរំភើបចិត្តដោយនឹកឃើញថាយប់នេះពួកគេអាចនឹងឈប់សម្រាកនៅទីនេះបានប៉ុន្តែស្រាប់តែពេលនោះទ្វាររបស់សន្តាគារបានបើកដោយមិនដឹងខ្លួនពួកគេកាន់តែឆ្ងល់ពួកគេគិតថាប្រហែលជាមានមនុស្សរស់នៅក្នុងទីនេះប៉ុន្តែតារាចាប់ផ្ដើមមានចិត្តសង្ស័យថាតើនឹងមានអ្វីចម្លែកនៅក្នុងសន្តាគារមួយនេះហេតុអ្វីបានជាមានភ្លើងនិងមានមនុស្សរស់នៅក្នុងទីកន្លែងដែលដាច់ស្រយាលបែបនេះស្រាប់តែពេលនោះចន្ទណាបាននិយាយថាតើពួកយើងបើសិនជាពួកយើងចង់ដឹងកាន់តែច្បាស់ពួកយើងគួរតែចូលទៅខាងក្នុងប្រសិនបើមានខ្មោចឬមួយក៏បិសាចមែនយើងគង់នឹងដឹងទេហើយយើងនឹងបានថតដើម្បីដាក់ចូលក្នុង Channel របស់យើងកាន់តែល្បីផងដែរប៉ុន្តែពេលនោះមីនីបានបដិសេធថាសូមចន្ទណាកុំនិយាយអ្វីផ្ទះតែសោះព្រោះទីកន្លែងនេះមើលទៅពិតជាមានអាថ៌កំបាំងនិងគួរឲ្យព្រឺព្រួយខ្លាំងណាស់យើងគួរតែមានការប្រុងប្រយ័ត្ននិងកុំទៅណាចោលគ្នាឯសោះយើងកុំគួរចូលទៅក្នុងទីនេះព្រោះដោយសារតែទីនេះខ្ញុំមានអារម្មណ៍ថាមានសភាពមិនស្រួលនោះទេតារាក៏បានបន្តថាខ្ញុំគាំទ្រនៅគំនិតរបស់មីនីព្រោះខ្ញុំក៏មានអារម្មណ៍ថាមិនស្រួលដែរយើងឮសំឡេងក្មេងយំប៉ុន្តែនៅពេលដែលយើងមកដល់ទីនេះហាក់បីដូចជាមាននរណាម្នាក់នាំឲ្យយើងមកដល់ទីនេះបែបនេះអញ្ចឹងយើងគួរតែមានការប្រុងប្រយ័ត្នហើយយើងគួរតែត្រឡប់ទៅវិញវិសាចន្ទណានិងរ៉ូណាបានបដិសេធនៅគំនិតរបស់មីនីនិងតារាពួកគេបន្តថាបើសិនជាពួកឯងចង់ត្រឡប់ទៅវិញក៏ទៅចោះព្រោះខ្ញុំមកដល់ទីនេះពិតជាឆ្ងាយខ្លាំងណាស់ខ្ញុំគិតថាវាជាឱកាសដែលពួកយើងអាចនឹងបង្កើត Channel របស់យើងឲ្យមានអ្នក Subscribe កាន់តែច្រើននិងកាន់តែល្បីបើសិនបើយើងបានថតវីដេអូនិងភាពអាប់កំបាំងនៅទីនេះនោះមនុស្សកាន់តែចង់ដឹងនិងចង់តាមដានបើពួកឯងចង់ទៅចោះខ្ញុំនឹងនៅទីនេះខ្ញុំនឹងចូលទៅថតឲ្យបានគ្រប់សកម្មភាពទាំងអស់បើសិនបើមានខ្មោចមែនខ្ញុំនឹងឲ្យមនុស្សគ្រប់គ្នាឃើញថាពិភពលោកនេះពិតជាមានខ្មោចមែនខ្ញុំមិនកំសាកដោយឯងទេតារាបើសិនបើឯងចង់ទៅឯងមិនបាច់ចាំហៅពួកយើងទៅទេអញ្ចឹងយើងគួរតែបំបីផ្លូវគ្នាទៅនេះចោះមីនីនិងតារាបន្តថាបើសិនបើឯងនៅតែរឹងរូសចង់បន្តចូលទៅខាងក្នុងទៀតខ្ញុំមិនអាចទៅចោលពួកឯងបានទេខ្ញុំមិនអាចរត់ទៅរួចខ្លួនបានទេអញ្ចឹងបើសិនជាឯងនៅតែចង់ចូលយើងចូលទៅទាំងអស់គ្នាពួកគេក៏សម្រេចចិត្តដើរចូលទៅក្នុងអគារបន្ទាប់ពីបានដើរចូលទៅក្នុងស្រាប់តែឃើញតុទទួលភ្ញៀវមួយហើយក្នុងសន្តាគារមានសភាពស្អាតនិងមានក្លិនក្រអូបនិងភ្លើងទៀនពួកគេក៏កាន់តែមានអារម្មណ៍ថាព្រឺព្រួយមួយរំពេចក្រោយមកមីនីបានក្រឡេកឃើញសៀវភៅមួយក្បាលហើយពួកគេក៏បានបើកមើល
លុះដល់បើកដល់ទំព័រចុងក្រោយស្រាប់តែឃើញឈ្មោះរបស់ពួកគេទាំង6នាក់ថែមទាំងមានហត្ថលេខានៅពីខាងក្រោយពេលនោះពួកគេកាន់តែមានការងឿងឆ្ងល់យ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមនិយាយថាហេតុអ្វីបានជាមានសរសេរឈ្មោះពួកយើងខ្ញុំគិតថាកាន់តែមានរឿងដែលចម្លែកនិងដែលយើងនឹកស្មានមកដល់ពួកគេក៏បានបន្តដើរមើលនៅក្នុងសន្តាគារដោយមានផ្ទាំងគំនូរនិងរូបចម្លាក់ជាច្រើនប៉ុន្តែពួកគេបានចាប់អារម្មណ៍មួយផ្ទាំងដែលមានសរសេរអំពីច្បាប់នៅក្នុងសន្តាគារទី1កុំបើកបន្ទប់លេខ13ទី2កុំឆ្លើយនៅសំឡេងដែលហៅឈ្មោះរបស់អ្នកទី3កុំមើលកញ្ចក់ក្រោយម៉ោង12ទី4បើមានអ្នកណាគួរទ្វារចំនួន3ដងហាមបើកបន្ទាប់ពីអានរួចវិសាលក៏ចាប់ផ្ដើមនិយាយដោយសំណើចបើសិនជាកាន់តែហាមខ្ញុំកាន់តែចង់ដឹងចាំមើលខ្ញុំនឹងសាកល្បងធ្វើរឿងទាំងអស់នេះបើសិនជាមានខ្មោចមែនណាខ្ញុំនឹងថតប្លុកទាំងអស់នេះដើម្បីចែកជូនទៅកាន់ហ្វេនរបស់ខ្ញុំពេលនោះមីនីក៏ចាប់ផ្ដើមនិយាយថាវិសាលឯងគួរតែចេះរៀនគោរពនិងរៀនប្រុងប្រយ័ត្នឲ្យបានច្រើនផងឯងដើរមកដល់កន្លែងនេះឯងឃើញរឿងអ្វីចម្លែកច្រើនទេហេតុអ្វីបានជាឯងមិនចេះគិតគូរបែបនេះសោះវិសាលនិងមីនីបានប្រកែកគ្នាយ៉ាងខ្លាំងហើយវិសាលក៏បានខឹងមីនីយ៉ាងខ្លាំងគេក៏បានបំបែកជួរគ្នាវិសាលក៏និយាយថាឯងមិនបាច់ខ្វល់ជាមួយយើងទេឯងចង់ទៅណាក៏ទៅវិសាលក៏ចាប់ផ្ដើមឡើងទៅលើដោយមិនប្រាប់អ្នកណាទាំងអស់វិសាលក៏កាន់តែបន្តដំណើរទៅមុខទៀតបានកាន់ពិលមួយនិងកាមេរ៉ាមួយដើរថតគ្រប់បន្ទប់វិសាលបានបើកគ្រប់បន្ទប់ហើយគេក៏បានចូលទៅក្នុងបន្ទប់មួយដែលមានផ្លាកថាលេខ13ស្រាប់តែពេលនោះវិសាលបានឃើញក្មេងស្រីម្នាក់ឈរដោយពាក់សម្លៀកបំពាក់ពណ៌សស្ទង់នៅជិតបង្អួចវិសាលបានឆ្លើយសួរថាតើនាងជាអ្នកណានាងគឺជាក្មេងស្រីដែលបានយំនោះមែនទេតើនៅទីនេះមានមនុស្សប៉ុន្មាននាក់ហេតុអ្វីបានជាទីនេះមានសភាពចម្លែកម្ល៉េះហេតុអ្វីបានជានាងមិនឆ្លើយជាមួយខ្ញុំវិសាលនៅតែបន្តសួរហើយគេដើរកាន់តែជិតនៅពេលដែលក្មេងស្រីនោះមិនឆ្លើយតបវិសាលកាន់តែបន្តដើរទៅក្នុងទៀតនៅពេលដែលវិសាលដើរទៅជិតក្មេងស្រីម្នាក់នោះស្រាប់តែទ្វារបានបិទវិសាលក៏បានកលេចមកវិញនៅពេលដែលកលេចមកត្រឡប់មកវិញស្រាប់តែបាត់ក្មេងស្រីម្នាក់នោះវិសាលបានគិតថាប្រហែលជាខ្មោចមែនហើយដោយសារតែវិសាលជាមនុស្សដែលមិនចេះខ្លាចអ្វីទាំងអស់វិសាលបានជាយំរឹងមាំហើយគិតថាបើសិនជាខ្មោចមែនគាត់នឹងចាប់ដើមលើកាមេរ៉ាថតប៉ុន្តែស្រាប់តែគាត់លើកាមេរ៉ាថតស្រាប់តែមានសម្បល់មួយខ្មៅហើយកាមេរ៉ាបានជ្រុះពីដៃវិសាលហើយក៏បាត់វិសាលបាត់ទៅដោយសារតែគេដឹងថាវិសាលជាមនុស្សដែលរឹងរូសដូចនេះសមាជិក5នាក់ទៀតក៏គិតថាបណ្ដោយឲ្យវិសាលតាមដោយការគិតរបស់គេមកខ្យល់ចោះ5នាក់ទៀតក៏បន្តរកបន្ទប់ដើម្បីសម្រាកស្រី2នាក់បានគេងបន្ទប់តែមួយនិងប្រុស3នាក់ទៀតគេងបន្ទប់រួមគ្នាក្នុងនោះមីនីបានចូលទៅមុជទឹកនៅក្នុងបន្ទប់ទឹកនៅពេលដែលមីនីបានចូលទៅក្នុងបន្ទប់ទឹកគេក៏បានឆ្លុះកញ្ចក់មើលនៅពេលដែលគេឆ្លុះកញ្ចក់គេស្រាប់តែឃើញភ្នែករបស់នាងបាត់មួយចំហៀងនិងមានឈាមប្រឡាក់ពេញមុខមីនីបានជាយំជូតយ៉ាងណាក៏នៅតែមិនជ្រះគេក៏ចាប់ដើមមានការផាត់ភ័យស្រាប់តែមីនីបានឃើញនៅក្នុងកញ្ចក់ជារូបភាពរបស់នាងប៉ុន្តែមានសភាពទៅជាសើចសប្បាយវិញហើយនាងពិតជាឆ្ងល់ណាស់នាងមិនបានសើចទេហេតុអ្វីរូបនៅក្នុងកញ្ចក់បែរជាសើចដូចជាមានអ្វីកាន់តែធ្វើឲ្យនាងផាត់ភ័យទៅស្រាប់តែមានកញ្ចក់ដៃវែងនិងមានដៃដែលលូកចេញពីកញ្ចក់មកច្របាច់កនាងធ្វើឲ្យនាងស្រែកសឹងតែមិនរួចនាងបានជាយំរកវិធីឲ្យអ្នកណាម្នាក់នៅខាងក្រៅជួយប៉ុន្តែគ្មានអ្នកណាម្នាក់បានលឺនោះទេខ្មោចមួយនោះបានជាយំច្របាច់ករបស់នាងរហូតដល់នាងស្លាប់ហើយស្រមៅខ្មៅក៏បាត់មីនីក៏បាត់ចេញពីបន្ទប់នោះផងដែរដោយសារតែសម្លេងស្រែករបស់លីណាធ្វើឲ្យតារាច័ន្ទណានិងរ៉ូណាបានរត់មករកនាងហើយសួរអំពីហេតុការណ៍ដែលកើតឡើងនៅពេលដែលពួកគេបានដឹងសាច់រឿងពេលនោះច័ន្ទណារ៉ូណាបានបំបែកគ្នាដើម្បីរត់ទៅរកមីនីចំណែកឯលីណានិងតារាក៏បាននាំគ្នាទៅរកមីនីតែគ្នាតាមបន្ទប់នីមួយៗពេលដែលពួកគេស្វែងរកលីណានោះគ្មានអ្វីដែលអាចឲ្យជាព័ត៌មានទៅដល់ពួកគេនោះទេចំណែកឯរ៉ូណានិងច័ន្ទណាឃើញស្រមោលខ្មៅមួយឡើងទៅជាន់ទី3ពួកគេក៏បានជាយាមឡើងទៅតាមដែលគេគិតថាប្រហែលជាមីនីច័ន្ទណានិងរ៉ូណាបានខំបង្ស្រែកហៅប៉ុន្តែនាងមិនឆ្លើយនោះទេលុះដល់ពួកគេបានឡើងទៅដល់ជាន់ទី3ពួកគេឃើញស្រមោលខ្មៅស្ទង់នោះដើរចូលទៅក្នុងបន្ទប់លេខ13ច័ន្ទណានិងរ៉ូណាក៏បន្តដើរទៅដល់បន្ទប់លេខ13ក៏បានបើកទ្វារចូលទៅនៅពេលដែលពួកគេបានបើកទ្វារចូលទៅពួកគេបានឃើញមនុស្សស្រីម្នាក់សក់វែងអាយុប្រហែលជា18ឆ្នាំគេបានឈរស្ទង់ពេលនោះច័ន្ទណានិងរ៉ូណាក៏បានសួរថាតើអ្នកជាអ្នកណាហេតុអ្វីបានជាមកឈរទីនេះនាងកំពុងតែមានអ្វីកំពុងតែលាក់បាំងពួកយើងមែនទេច័ន្ទណាក៏បន្តសួរហេតុអ្វីបានជានាងនៅស្ងៀមហេតុអ្វីបានជានាងមិនព្រមឆ្លើយនៅពេលដែលពួកគេក្រឡេកទៅមើលប្រអួចមកខាងទៀតពួកគេបានឃើញវិសាលនិងមីនីកំពុងតែឈរកាន់ដៃគ្នាហើយពួកគេក៏បានលោតសម្លាប់ខ្លួនពីលើអាគារចុះមកក្រោមពេលនោះ
រ៉ូណានិងចាណាបានស្រែកនឹងអង្វរពួកគេកុំឲ្យធ្វើដូច្នេះអីប៉ុន្តែសម្រេចនឹងការអង្វរកយ៉ាងណាក៏ដោយក៏មិនអាចខាត់បានទេពេលនោះគេកំពុងតែគិតថាសេចក្តីស្លាប់កំពុងតែមករកក្រុមពួកគេហើយមិនទាន់បាននឹងប៉ុន្មានផងស្រាប់តែមានម្រាមដៃបានមកច្របាច់កពួកគេទាំងពីរនាក់ហើយបានលើកពួកគេទៅដល់ពីដានពេលនោះពួកគេព្យាយាមស្រែកនិងព្យាយាមសង្ស្រវាឲ្យមាននរណាម្នាក់បានជួយប៉ុន្តែគ្មាននរណាម្នាក់អាចជួយពួកគេបានឡើយព្រោះសេចក្តីស្លាប់កំពុងតែនៅពីមុខពួកគេពេលនោះលីណានិងតារាព្យាយាមរកគ្រប់បន្ទប់ប៉ុន្តែมันមានសម្រាប់ពួកគេនោះទេពេលនោះតារាបានសម្រេចចិត្តថាមានតែវិធីមួយទេគឺបើកបន្ទប់លេខ13ព្រោះបន្ទប់នេះគឺជាបន្ទប់ដែលហាមឃាត់អញ្ចឹងខ្ញុំគិតថាអាចកំបាំងរឿងរ៉ាវគ្រប់យ៉ាងប្រហែលជានៅក្នុងបន្ទប់ទាំងអស់នេះខ្ញុំគិតថាមានតែជំរើសចុងក្រោយទេពួកយើងគួរតែសាក់លបងដែលអាចជួយពួកគេបានពេលនោះលីណាក៏យល់ព្រមលីណាក៏សម្រេចដើរតាមតារាដើម្បីបើកទ្វារបន្ទប់នោះនៅពេលដែលគេបានបើកទ្វារបន្ទប់នោះទៅដល់ពួកគេបានឃើញរ៉ូណានិងចាណាកំពុងដេកនៅលើឥដ្ឋប៉ុន្តែចំពោះសាកសពគួរឲ្យភ័យរន្ធត់ព្រោះសភាពរាងកាយរបស់គេបានកាត់ជាកំណាត់ពេលនោះតារានិងលីណាពិតជាតក់ស្លុតខ្លាំងមែនទែនពួកគេក៏បានយំអោបគ្នាយ៉ាងភ័យរន្ធត់ពេលនោះតារាបាននិយាយទៅកាន់លីណាថាយើងមិនអាចបន្តនៅក្នុងសន្តាគារនេះបានទេយើងគឺត្រូវតែចេញនៅពេលនេះចេញធ្វើយ៉ាងណាឲ្យលឿនបំផុតបើមិនដូច្នោះទេអ្នកដែលស្លាប់បន្ទាប់គឺជាពួកយើងនៅពេលដែលពួកគេព្យាយាមរត់ចុះពីកម្មចតាស្រាប់តែមានស្រមោលខ្មៅជាច្រើនបានចាប់ទាញលីណាពេលនោះលីណាបានព្យាយាមស្រែកឲ្យតារាជួយប៉ុន្តែតារាពិតជាមិនអាចជួយលីណាបាននោះទេពេលនោះលីណាបានស្រែកប្រាប់ទៅកាន់តារាថាសូមលោកចេញទៅរត់ឲ្យលឿនចេញពីទីនេះទៅខ្ញុំមិនអាចគេចផុតពីទីនេះបានទេវាកំពុងតែទាញខ្ញុំមិនអាចឲ្យខ្ញុំអាចរើខ្លួនបានទេពេលនោះពន្លឺដ៏ចាំងអំពីខ្សែកស័ក្តិសិទ្ធិមួយដែលតារាបានពាក់នៅពេលនោះពន្លឺបានចាំងយ៉ាងខ្លាំងធ្វើឲ្យតារានឹកឃើញដល់សម្ដីរបស់ឪពុកគេបាននិយាយថានៅពេលដែលខ្សែកនេះចាំងពន្លឺមានន័យថាកូនកំពុងតែជួបនៅពួកអមនុស្សកាយសាហាវដែលកូនត្រូវតែការពារខ្លួនខ្សែកនេះអាចការពារកូនបានពីពួកគេប៉ុន្តែមានរយៈពេលតែ1ម៉ោងតែប៉ុណ្ណោះប្រសិនបើកូនមិនអាចគេចផុតពីកន្លែងដែលមានគ្រោះថ្នាក់ខ្សែកនោះក៏មិនអាចជួយកូនបានដែរនៅពេលដែលលីណាកំពុងតែស្រែកដេញឲ្យតារារត់ចេញឲ្យលឿនទៅតារាពិតជាមិនអស់ចិត្តពីលីណាទេប៉ុន្តែគេគិតថាប្រសិនបើគេមិនរត់នោះគេក៏ខ្លាចទៅជាមនុស្សម្នាក់ទៀតដែលនឹងស្លាប់បន្តតារាក៏បានសម្រេចចិត្តរត់ចេញពីទីនោះរត់យ៉ាងលឿនរត់យ៉ាងណាឲ្យឆ្ងាយពីសន្តាគារមួយនោះគេព្យាយាមរត់រហូតដល់ច្រាក់ចេញពេលនោះតារាមានអារម្មណ៍ថាស្រងោកស្រងោះនិងសោកស្ដាយនៃការសម្រេចចិត្តដែលមិនអាចហាមឃាត់គ្នារបស់ពួកគេបានតារាពិតជាពិបាកចិត្តនិងមិនអាចទទួលយកបានទេនៅក្នុងសមាជិក6នាក់មានតែតារាម្នាក់គត់ដែលអាចរស់រានមានជីវិតគេក៏បានត្រឡប់ទៅផ្ទះវិញព័ត៌មានរបស់សមាជិក6នាក់នៃការបាត់ខ្លួននិងស្លាប់នៅក្នុងអគារដ៏ចំណាស់មួយនោះក៏បានល្បីពាសពេញពិភពលោកនៅពេលនោះតារាក៏បានចូលទៅក្នុងកម្មវិធីសម្ភាសន៍មួយដែលបានចែករំលែកអំពីរឿងរ៉ាវភ័យរន្ធត់នៃសន្តាគារមួយដែលបានលេចឡើងនៅក្នុងព្រៃដ៏ស្ងាត់ស្ងាត់មួយតារាក៏បានបន្តរៀបរាប់ពីរឿងរ៉ាវដែលកើតឡើងទៅកាន់ទស្សនិកជនគ្រប់គ្នាពេលនោះរឿងរ៉ាវរបស់តារាបានល្បីសរសើរពេញនឹងតាំងពីពេលនោះមកព្រៃមួយនោះគ្មាននរណាម្នាក់ហ៊ានចូលទៅទៀតទេអរគុណសម្រាប់ការទស្សនានិងស្ដាប់រឿងរ៉ាវមួយនេះតាំងពីដើមរហូតដល់ចប់សូមបងប្អូនទាំងអស់គ្នាកុំភ្លេចចូលចុច follow និង subscribe ដើម្បីទទួលបានសាច់រឿងជាច្រើនបន្តទៀត